ប្រហិតឆឹងប្រហិតចៀនណាគឺធ្លាប់ធ្វើអស់ហើយនៅឡើយតែប្រហិតលីងខ្ទឹមសឯថ្ងៃនេះគឺខ្ញុំនឹងមកច្នៃរសជាតិប្រហិតសាច់គោរបស់យើងឲ្យកាន់តែមានរសជាតិឆ្ងាញ់ប្លែកពីកាលលោកមុនមកទៅគឺតំណងខ្លាំងមានរសជាតិឆ្ងាញ់ហើយអត់ប្រើគ្រឿងផ្សំអីញ៉ៃញ៉ៃច្រើនមែនទែនប៉ុន្តែបើនិយាយពីពេលញ៉ាំវិញគឺដឹងតែជក់មាត់តែទាំងក្មេងទាំងចាស់ញ៉ាំទៅគឺពេញចិត្តគ្រប់គ្នាហើយបើថារូបរាងពណ៌សម្បុររបស់គេវិញគឺមិនបាច់ចាំនិយាយទេគ្រាន់តែមើលក៏ដឹងថាគួរចាប់អារម្មណ៍ប៉ុណ្ណាដែរគ្រឿងផ្សំសម្រាប់ធ្វើហ្នឹងគឺមានតែជាប្រហិតសាច់គោហ្នឹងកន្លះគីឡូមានខ្ទឹមសហ្នឹង1មើមហើយមានស្លឹកខ្ទឹមហើយនឹងម្ទេសដំបូងគឺខ្ញុំបានយកម្សៅបំពងយើងអាចប្រើម៉ាកណាក៏បានដែរយើងដាក់ចំនួន1វែកមកហើយនឹងយើងដាក់លេជាមួយនឹងទឹកធម្មតាបន្តិចយើងលេប៉ុណ្ណឹងកុំឲ្យរាវពេកហើយក៏កុំឲ្យខាប់ពេកបន្ទាប់មកទៀតគឺយើងចាក់ប្រហិតសាច់គោយកមកកូរច្របល់ជាមួយនឹងម្សៅរបស់យើងដើម្បីឲ្យវាចូលបានសព្វគ្នាល្អប៉ុណ្ណឹងយើងអាចទុកចោលមួយឡែកសិនខ្ញុំបានមកលាងទឹកស្លឹកខ្ទឹមហើយនឹងហាន់វាទៅជាកង់រាងល្អិតខ្លីៗហើយសម្រាប់ម្ទេសវិញគឺខ្ញុំបានប្រើចំនួន2គ្រាប់យកវាមកហាន់ទៅជាបច្ឆិតដើម្បីនៅពេលដែលយើងយកទៅដាក់លីងវាឃើញមានរូបរាងស្អាតខ្ទឹមសគឺយើងយកមកចិញ្ច្រាំវាឲ្យបានរាងល្អិតហើយយើងប្រើបរិមាណច្រើនដើម្បីយើងយកក្លិនឈ្ងុយបន្ទាប់មកគឺយើងចាក់ប្រេងឆាចូលទៅក្នុងខ្ទះហ្នឹងឲ្យរាងច្រើនហើយនឹងចាប់ផ្ដើមដាក់បំពងប្រហិតហើយប្រហិតនេះគឺអត់ពិបាកនៅក្នុងកាំពងទេគ្រាន់តែថាបើយើងប្រើប្រេងឆារាងច្រើននោះវាអត់សូវជាប់ដូចខ្ញុំទេតែខ្ញុំអត់ចង់ប្រើច្រើនទេខ្ញុំប្រើតែបន្តិចល្មមអញ្ចឹងទៅយើងឧស្សាហ៍ប្រើចុះប្រែឡើងគឺវានឹងបានឆ្អិនហើយបានក្រហមពណ៌ស្អាតប៉ុណ្ណឹងហើយប្រហិតសាច់គោនៅពេលដែលយើងដាក់បំពងឬក៏ចៀនអញ្ចឹងទៅវាឡើងប៉ោងតិចអញ្ចឹងមើលទៅគឺទំនងនៅក្នុងការញ៉ាំមែនទែនបន្ទាប់មកទៀតគឺយើងដាក់ប្រេងឆាចូលទៅក្នុងខ្ទះហ្នឹងតែបន្តិចបានហើយយើងយកមកបំពងខ្ទឹមសហ្នឹងដើម្បីវារាងឡើងក្រហមហើយនឹងវារាងឡើងក្លិនឈ្ងុយមើលទៅថាឡើងពណ៌ស្អាតប៉ុណ្ណឹងហើយគឺយើងចាប់ដួសចេញកុំឲ្យវាខ្លោចតន់ប្រេងដែលនៅសល់គឺយើងយកមកដាក់លេងម្ទេសបន្តិចទៅដើម្បីនៅពេលដែលយើងញ៉ាំគឺវាអត់ហឹរខ្លាំងទេវាស្រួយតិចទៅឆ្ងាញ់អញ្ចឹងយើងដាក់លេងតែមួយផ្លេតមកគឺយើងអាចដួសចេញបានហើយបន្ទាប់មកទៀតគឺយើងចាក់ប្រេងឆានឹងចេញឲ្យអស់ទៅហើយនឹងយើងយកប្រហិតដែលយើងបានបំពងឬក៏ចៀនរួចបាញ់មិញហ្នឹងគឺយកមកដាក់ចូលទៅក្នុងខ្ទះហើយនឹងយើងលេងវា2-3ត្រឡប់តិចទៅដើម្បីឲ្យវាកាន់តែស្រួយល្អហើយបន្ទាប់មកទៀតគឺយើងបន្ថែមជាមួយនឹងស្ករសហ្នឹងគឺកន្លះស្លាបព្រាបាយហើយម្សៅរ៉ូឌីហ្នឹងគឺចំនួនកន្លះស្លាបព្រាបាយដែរយើងកូរច្របល់គ្រឿងផ្សំទាំងពីរមុខនឹងចូលគ្នាដើម្បីឲ្យវារាងរលាយហើយរាងខាំជាប់ជាមួយនឹងប្រហិតសាច់គោរួចគឺយើងដាក់ជាមួយនឹងខ្ទឹមសហើយស្លឹកខ្ទឹមហើយនឹងម្ទេសគឺយើងអាចដាក់ចូលជាមួយគ្នាចឹងមកហើយលេងវាត្រឡប់ចុះឡើង2-3ត្រឡប់ទៅដើម្បីឲ្យវារាងបានសព្វចូលគ្នាបានល្អតែប៉ុណ្ណឹងគឺឃើញថាប្រហិតលីងខ្ទឹមសរបស់យើងគឺបានរួចរាល់ហើយឃើញតែងាយសាមញ្ញអញ្ចឹងមែនប៉ុន្តែញ៉ាំទៅគឺថាមានរសជាតិឆ្ងាញ់ហើយអត់តលាន់ទេពេលជួបជុំមិត្តភ័ក្តិបងប្អូនអីគឺទិញតែប្រហិតសាច់គោគេមកយកមកធ្វើបែបហ្នឹងដូចខ្ញុំញ៉ាំធានាថាមានរសជាតិឆ្ងាញ់ប្លែកមាត់ហើយញ៉ាំទៅគឺថាដឹងតែជាប់ចិត្តហ្មងហើយខ្ញុំស្រឡាញ់តែរូបរាងរបស់គេគឺថាគ្រាន់តែឃើញក៏ដឹងថាតាក់ទាញប៉ុណ្ណាដែរហើយយើងទិញមកធ្វើខ្លួនឯងញ៉ាំអញ្ចឹងគឺបានបរិមាណច្រើនហើយអស់លុយតិចថែមទៀតផងអញ្ចឹងចាំឱកាសទៀតកុំភ្លេចសាកធ្វើទាំងអស់គ្នាផង